យើងអាចធ្វើការសេរីវាបានហើយអូខេសួស្តីបងប្អូនអរគ្នាចឹងនៅក្នុងវីដេអូនេះគឺខ្ញុំមកធ្វើការបង្ហាញបងប្អូនអរគ្នាអំពីរបៀបធ្វើ color effect មួយនៅក្នុងកម្មវិធី Photoshop អូខេអញ្ចឹងយើងធ្វើការអនុវត្តអរគ្នាជាមួយខ្ញុំមុនទៅអ្នកគ្នាអាចធ្វើការចូលមកការសរធីហ្នឹងដែលឈ្មោះពេញវាគឺ horizontal Thai Tour ចាំវាមកคลิกមកហើយខ្ញុំធ្វើការដាក់ឈ្មោះថា class អ្នកគ្នាអាចធ្វើការដាក់ឈ្មោះអ្នកគ្នាបានអត់បញ្ហាទេអញ្ចឹងសម្រាប់ size វាក៏ខ្ញុំយកវា150ហើយសម្រាប់ font អ្នកគ្នាអាចធ្វើការដាក់ខ្ញុំក៏បានដែរអត់បញ្ហាទេចាប់គ្រីមួយបន្ទាប់ពីនេះអ្នកគ្នាអាចធ្វើការចូលមកកាន់ rectangle របស់យើងធ្វើការអូវាបែបនេះមកមិនបាច់ធំពេកទេធ្វើការអូវាបែបនេះយកមូលបែបហ្នឹងបន្ទាប់ពីហ្នឹងអ្នកគ្នាអាចធ្វើការចូលមកកាន់ move tool របស់យើងចូលមកកាន់ layer របស់យើងហើយយើងធ្វើការទាញវាចូលមកក្រោមអូខេបន្ទាប់ពីហ្នឹងហើយអ្នកគ្នាអាចធ្វើការ off fill ឲ្យដល់0មករួចរាល់ហើយអ្នកគ្នាអាចធ្វើការចូលមកកាន់ FX យកពាក្យថា blending option ដល់តនេះអ្នកគ្នាអាចធ្វើការចុចកន្លែង stroke អញ្ចឹង stroke ខ្ញុំយកវា5ហើយកន្លែងនេះគឺខ្ញុំធ្វើការយកវា outside ប៉ុណ្្នឹងទេគឺរួចរាល់ហើយបន្ទាប់ពីហ្នឹងគឺយើងលេងកន្លែង bevel and emboss អញ្ចឹងកន្លែង style នេះគឺខ្ញុំធ្វើការយក stroke emboss ហើយកន្លែងនេះគឺខ្ញុំធ្វើការយក smooth អានេះគឺ100ហើយ size វាគឺ30 120 crease 20 crease ហើយយើងធ្វើការចុចកន្លែងនេះយកអាមួយនេះមកប៉ុណ្ណឹងរួចរាល់ហើយបន្ទាប់ពីហ្នឹងគឺកន្លែង inner glow យក screen យកវា15%មកធ្វើការចាក់នេះមកអូខេអញ្ចឹងគឺប៉ុណ្ណឹង size វាគឺ40ចុចគ្រីមួយទៀតចុចមួយទៀតយកមួយនេះអូខេអញ្ចឹងកន្លែង range នេះគឺយើងយក80បន្ទាប់ពីហ្នឹងអ្នកគ្នាអាចធ្វើការចូលមកកាន់ color overlay យកវាពណ៌សអូខេអញ្ចឹងកន្លែងនេះគឺយើងបន្ថយ opacity វាត្រឹមតែ10%បានហើយចុចអូខេមកអញ្ចឹងគឺយើងបានកន្លះ effect មួយហើយអញ្ចឹងគឺអត់អស់ទេអ្នកគ្នាអាចធ្វើការចូលមកកាន់ background របស់យើងខាងក្រោមធ្វើការ Ctrl J ដើម្បីធ្វើការ copy វាអូវាដាក់ទៅលើរូបកន្លះរបស់យើងចុច mouse ស្ដាំយកconvert smart object បន្ទាប់ពីហ្នឹងអ្នកគ្នាអាចធ្វើការចុច Alt មកអូខេคลิกវាចូលទៅក្នុងរូបភាពរបស់យើងមួយនេះបន្ទាប់ពីហ្នឹងអ្នកគ្នាអាចធ្វើការចូលមកកាន់ FX យកពាក្យថា blur យកពាក្យថា Gaussian blur យក 20%បន្ទាប់ពីហ្នឹងហើយអ្នកគ្នាអាចធ្វើការចូលមកកាន់ FX ម្ដងទៀតហើយយកពាក្យថា distort យកពាក្យខាងក្រោមបង្អស់ខាងលើ5ខាងក្រោម3ហើយខាងក្រោមអូខេចុចពីអូខេមួយទៀតបន្ទាប់ពីហ្នឹងអ្នកគ្នាអាចធ្វើការចុចកន្លែង rectangle របស់យើងដាក់វាចំកណ្ដាលអក្សរដូចគ្នាកណ្ដាលអូខេអញ្ចឹងបើអក្សរវាធំពេកអ្នកគ្នាអាចធ្វើការផ្លេចទៅលើ rectangle របស់យើងឲ្យធំដែរមកអូខេប៉ុណ្្នេះចោះក្រោមវាសំបីមកអូខេបែបហ្នឹងហើយអ្នកគ្នាអាចធ្វើការចុចទៅលើអក្សររបស់យើងមួយហើយ control ជាប់ចុចកន្លែង rectangle របស់យើងធ្វើការចុចកន្លែងច្រវាក់នេះមួយហើយធ្វើការនេះចាក់សោ background របស់យើងធ្វើការ copy មិញណាអូខេចាក់វាមកយើងអាចធ្វើការសេរីវាបានហើយតោះណាអូខេអានេះគឺជាclass effect របស់យើងបានអ្នកគ្នាចង់បន្ថែមfill វាឲ្យធំត្រឹមតែ20ឬក៏25បានហើយខ្ញុំគិតថាប៉ុណ្ណឹងគឺល្អហើយអូខេអញ្ចឹងគឺប៉ុណ្ណឹងយើងធ្វើការបិទផ្នែកអក្សររបស់យើងដាក់មកគឺឃើញថាម៉េចគឺឃើញថាវាស្អាតអូខេអញ្ចឹងវីដេអូរបស់ខ្ញុំគឺមានតែប៉ុណ្្នឹងទេហើយសង្ឃឹមថាអ្នកគ្នានឹងអាចធ្វើបាននៅក្នុងវីដេអូនេះអរគុណជំរាបលា